ទីបំផុតក្រុមហ៊ុនអវកាសឯកជន SpaceX របស់មហាសេដ្ឋី Elon Musk អាចចាប់ផ្ដើមបើកសេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅវៀតណាមបានហើយក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងហាណូយបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃអាទិត្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានផ្ដល់អាជ្ញាប័ណ្ណក្នុងស្រុកដល់ក្រុមហ៊ុន Starlink របស់ SpaceX ទាំងសេវាកម្មអ៊ីនធឺណិតនៅផ្ទះឬក៏កន្លែងធ្វើការនិងតាមទូរស័ព្ទយោងតាមមជ្ឈមណ្ឌលព័ត៌មានបណ្ដាញអ៊ីនធឺណិតវៀតណាមជិត 80% នៃក្នុងចំណោមប្រជាជនវៀតណាមប្រហែលជា$100 លានគឺជាអ្នកប្រើប្រាស់អ៊ីនធឺណិតប៉ុន្តែប្រជាជនដែលរស់នៅតំបន់ជនបទដាច់ស្រយាលនិងតំបន់ភ្នំពុំទាន់មានអ៊ីនធឺណិតប្រើប្រាស់នៅឡើយទេជាការឆ្លើយតបក្រុមហ៊ុន Starlink ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសថាបញ្ហានេះនឹងត្រូវបានដោះស្រាយនៅពេលដែលខ្លួនចាប់ផ្ដើមបើកសេវាកម្មអ៊ីនធឺណិតនៅវៀតណាមក្នុងពេលឆាប់ៗនេះបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្លូវការគួរបញ្ជាក់ថាវៀតណាមគឺបានក្លាយជាប្រទេសទី5នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលប្រើប្រាស់សេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX បន្ទាប់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីននិងសិង្ហបុរី